តើអ្នកដឹងទេសត្វបាប៊ូនមិនមានទម្លាប់ស្មោះមួយទល់នឹងមួយនោះទេដែលវាយ៉ាប់ដូចអ្នកមើលនឹងដែរពួកវាចូលចិត្តមានជម្រើសច្រើនសត្វបាប៊ូនមានចរិតពហុប្តីពហុប្រពន្ធដែលមានន័យថាពួកវាបន្តពូជជាមួយដៃគូច្រើនហើយពួកវាមិនខ្វល់នឹងការធ្វើរឿងនេះនៅចំពោះមុខភ្ញៀវទស្សនានោះឡើយRalph និងមិត្តស្រីរបស់គាត់បានមកដល់ទីនេះមុនគេដើម្បីទស្សនារឿងរ៉ាវស្នេហាត្រីកោណរបស់ពួកសត្វបាប៊ូនចំពេលដែលពួកវាទៅតែឈានជើងចូលទៅក្នុងព្រៃភ្លាមនេះពិតជាការស្វាគមន៍បែប Safari ដ៏កម្រមែនសំណាងល្អពួកគេបានធ្វើដំណើរជាមួយមគ្គុទ្ទេសក៍ដ៏កម្រិតកំពូលព្រេងនិទានរបស់យើងគឺលោកឆាឡាមីឡាឬហៅថាស័ព្ទវចនតិបាយរស់និយាយតាមត្រង់ទៅយើងចាប់ផ្ដើមគិតថាគាត់ប្រហែលជាមានសាច់ឈាមជាសត្វបាប៊ូនដែរហើយមើលទៅពីព្រោះរបៀបដែលគាត់ស្គាល់សត្វនីមួយៗមានឈ្មោះនិងដឹងសូម្បីតែប្រវត្តិនៃការណាត់ជួបរបស់ពួកវាទៀតផង